ខ្ញុំឃើញបច្ច័យមួយល្អនៅពេលដែលគណៈបកនយោបាយផ្សេងគ្នាមានន័យថានៅពេលដែលយើងមានដងក្រុមប្រឹក្សាពិគ្រោះនឹងផ្ដល់យោបល់ឃើញថាបច្ច័យនៃទេសនៈទានច្រើនណាស់សម្រាប់ផ្ដល់ជូនទៅដល់ប្រមុខរាជរដ្ឋាភិបាលដូចជាថ្មីនេះខ្ញុំក៏ឃើញទេសនៈទានបន្ថែមរបស់គណៈបកបំណងពលរដ្ឋរបស់អាដាមអ៊ុតសរ៉មក៏បានផ្ដល់ជាពន្លឺមួយសម្រាប់ទៅដល់ប្រមុខរាជរដ្ឋាភិបាលផងដែរសម្រាប់គណៈបកបំណងពលរដ្ឋដែលចូលរួមនៅក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះនឹងផ្ដល់យោបល់ឡើងយើងបានទៅជែកគ្នាក្នុងនាមខ្ញុំជាតំណាងនៃក្រុមនៃគណៈបកនយោបាយមួយជាប្រធានគណៈបកនយោបាយឬក៏ជាប្រតិភូនៃគណៈបកបំណងពលរដ្ឋនឹងគោលដៅតែយើងរបស់យើងតែមួយគត់ដែលយើងគិតថាតើយើងមានផ្នែកណាដើម្បីចូលរួមជាគំនិតក្នុងនាមជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះផ្ដល់យោបល់នឹងដែលមានភារកិច្ចនឹងតួនាទីដោយបរិយាក្រិតនឹងអញ្ចឹងយើងខិតខំបំពេញតួនាទីនិងភារកិច្ចរបស់យើងការធ្វើទស្សនៈទានមានន័យថាផ្ដល់នៅបញ្ហាមួយចំនួនដែលគណៈបកបំណងពលរដ្ឋមើលឃើញឬក៏ប្រតិភូនៃគណៈបកបំណងពលរដ្ឋមើលឃើញយើងផ្ដល់ជាគំនិតហ្នឹងទៅឲ្យរាជរដ្ឋាភិបាលទៅឲ្យប្រមុខរដ្ឋាភិបាលហើយនៅក្នុងសមាជិកនៃឧត្តមក្រុមប្រឹក្សាពិគ្រោះយើងផ្ដល់យោបល់ហ្នឹងទស្សនៈទានរបស់យើងត្រូវបានដាក់ផ្ទាល់ទៅប្រមុខរាជរដ្ឋាភិបាលទៅនាយករដ្ឋមន្ត្រីដែលសប្តាហ៍ថ្ងៃនេះមានសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតដែលជានាយករដ្ឋមន្ត្រីដែលអនុវត្តនិងដឹកនាំស្ថាប័ននីតិប្រតិបត្តិដែលជាប្រមុខនៃការដឹកនាំនីតិប្រតិបត្តិអញ្ចឹងយើងចូលរួមជាបញ្ហានយោបាយទាំងអស់ហ្នឹងបញ្ហាតាមរយៈទស្សនៈទានរបស់យើងហ្នឹងមិនមែនជារឿងមួយដើម្បីគណៈបកបំណងពលរដ្ឋទេអត់មានសំខាន់ដើម្បីគណៈបកពលរដ្ឋដើម្បីរឿងហ្នឹងខ្ញុំគិតថាដល់ជាផលប្រយោជន៍ជាតិដល់ជាផលប្រយោជន៍ជាតិសូម្បីតែនៅក្នុងកិច្ចប្រជុំប្រចាំខែការងារនៅក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះនឹងផ្ដល់យោបល់ជារៀងរាល់ខែឬក៏ការគោរពអញ្ជើញសមាជិករាជរដ្ឋាភិបាលមកហ្នឹងគឺដើម្បីប្រយោជន៍ប្រទេសជាតិរបស់យើងមានប្រយោជន៍ដើម្បីមកបន្ទោសប្រអាប់គ្នាអ្នកនេះចង់យកមុខយកមាត់ឲ្យគេនោះអន់យើងអត់អញ្ចឹងទេបើសិនជាយើងមានគំនិតគ្រាន់ថាអញចង់បានមុខបានមាត់ខ្ញុំពេលអារម្មណ៍ខ្ញុំមានធ្វើអីអញ្ចឹងគឺខ្ញុំអត់ធ្វើទៅកើតហ្មងគឺខ្ញុំអត់ធ្វើទៅកើតបងហើយច្រើនណាស់ខ្ញុំអាចលើកឧទាហរណ៍ខ្ញុំឃើញគេជួបថ្នាក់ដឹកនាំអីច្រើនគេប្រសេកប្រសាយដដើមគ្នាថតគឺខ្ញុំអត់ចេះទេខ្ញុំកាលណាគេទៅអញ្ចឹងគឺខ្ញុំឲ្យគេទៅហើយអត់ទៅហ្មងអត់ចេញទៅរឿងអញ្ចឹងកើតទេអ្នកខ្លះគេចង់បានរូបថតជាមួយថ្នាក់ដឹកនាំបង្ហាញថាគេអញ្ចឹងគឺមិនមែនថាគេខុសជាអធិស្ស្រ័យរបស់គេហើយអធិស្ស្រ័យរបស់ខ្ញុំចង់និយាយនេះចង់និយាយពីអធិស្ស្រ័យរបស់ខ្ញុំគ្រាន់តែខ្ញុំមានគំនិតថាអូអញចង់បានថតជាមួយនាយករដ្ឋមន្ត្រីមួយដើម្បីអួតគេគឺអត់មានអារម្មណ៍ហ្នឹងហ្មងគឺលែងចង់បណ្ដោយគាត់ថាបើថតដើម្បីបង្ហាញជាភាពតរភាពក្នុងពេលដែលថតនឹងមានជាប្រយោជន៍ក្នុងការនិយាយអីដែលជាឧត្តមប្រយោជន៍ដល់ជាតិបានជាគំនិតបានជាពាក្យសម្ដីអីខ្លះដើម្បីផ្ដល់ឲ្យគាត់ដោយផ្ទាល់មាត់ឬក៏ជាប្រយោជន៍ដើម្បីដល់ប្រជាពលរដ្ឋអាហ្នឹងគួរដែរ